ឥឡូវយើងចូលមកដល់ទិសត្បូងជើងលិចសម្រាប់ទិសត្បូងជើងលិចនេះគឺមានផ្កាយលេខ7ចោចូលនៅក្នុងឆ្នាំ2026នេះអ្នកដែលមានទ្វារផ្ទះឬមុខផ្ទះបែរទៅទិសខាងត្បូងជើងខាងលិចគឺមានផ្កាយលេខ7ជាផ្កាយចោលកម្មចោចូលនៅក្នុងឆ្នាំថ្មីនេះយើងគុំស្មានដំចុះចូលអីខ្លះក្រែងលោរងការឆុងអំពីតារាសាស្ត្រឬផ្កាយលេខ7នេះក្នុងករណីឆុងនឹងមានការខាត់បងទ្រព្យសម្បត្តិដោយសារចោរកម្មឬក៏ការបោកប្រាស់ណាមួយធ្វើឲ្យយើងខូចទ្រព្យឬបាត់បង់ទ្រព្យសម្បត្តិសម្រាប់ផ្ទះដែលបែរមុខទៅទិសខាងត្បូងជើងខាងលិចនៅក្នុងឆ្នាំថ្មីនេះទំនងជាមានការខ្ចីបុលឬខ្ចីលុយណាពីអ្នកអតីតគេខ្ចីយើងច្រើនខុសប្លែកពីធម្មតានៅក្នុងឆ្នាំនេះក្នុងករណីកិច្ចបានកិច្ចទៅណាក្រែងលោគេខ្ចីលុយទៅអត់សងសម្រាប់ផ្ទះដែលបែរមុខទៅទិសខាងត្បូងជើងខាងលិចនេះដើម្បីបន្ថយឥទ្ធិពលឆុងនេះគឺយើងអាចប្រើប្រាស់ជាកម្រាលពណ៌ផ្ទៃមេឃឬពណ៌ខ្មៅពណ៌ទឹកសមុទ្រដាក់នៅមាត់ទ្វារជិញចូលណាដើម្បីការពារហានិភ័យនៃការលួចទ្រព្យសម្បត្តិរបស់យើង